អ្នកទាំងអស់គ្នាសាកសម័យបន្តិចទៅមើលថាបើសិនជាយើងអាចផ្លាស់ប្ដូរជីវិតរបស់យើងដោយគ្រាន់តែធ្វើការចុចប៊ូតុងមួយតើជីវិតរបស់យើងនឹងក្លាយទៅជាយ៉ាងណា Hello សួស្តីអ្នកទាំងអស់គ្នាបើអត់ពេឈ្មោះក៏ដឹងតែគេដែរទៅហ្នឹងហើយខ្ញុំ Toby ហើយថ្ងៃនេះដែរខ្ញុំចង់នាំអ្នកទាំងអស់គ្នាមកស្គាល់ anime មួយដែលមានចំណងជើងថា Solo Leveling ដែលនៅក្នុង anime នេះដែរនិយាយអំពីដំណើរផ្សងព្រេងនៃការផ្លាស់ប្ដូរជីវិតរបស់តួអង្គឯករបស់យើងពីមនុស្សម្នាក់ដែលត្រូវបានគេមើលងាយនិងចាត់ទុកថាជាមនុស្សដែលអន់បំផុតនៅក្នុងពិភពលោកប្រែក្លាយទៅជាបុគ្គលម្នាក់ដែលមានថាមពលខ្លាំងនិងត្រូវបានចាត់ទុកជាបុគ្គលដែលខ្លាំងជាងគេនៅក្នុងប្រវត្តិសាស្ត្រនេះបើក្បាលសាច់រឿងដំបូងរបស់ Solo Leveling បាននិយាយដឹងថាពិភពលោកមួយនេះគឺជាពិភពលោកមួយដែលសម្បូរទៅដោយច្រកទ្វារយ៉ាងអាថ៌កំបាំងជាច្រើនដែលកើតមានឡើងដើម្បីទប់ទល់ជាមួយពួកបិសាចទាំងអស់នេះហើយគឺមានមនុស្សមួយក្រុមដែលមានថាមពលពិសេសដែលគេឲ្យឈ្មោះថា Hunter នៅក្នុង rank របស់ Hunter នេះដែរគឺមានពី E rank រហូតដល់ S rank ដែល S rank គឺជា rank ដែលខ្លាំងជាងគេបំផុតបាទនេះគឺបានមកដល់ហើយគឺជាតួអង្គឯករបស់យើងដែលមានឈ្មោះថា Song Jinwoo ហ្នឹងហើយអ្នកនរគ្នាឃើញគេហងឃើញគេហៅ Jinwoo ចឹងមិនមែនដោយសារ Jinwoo ខ្លាំងអីទេគឺគេល្បីដោយសារ Jinwoo ហ្នឹងគេឲ្យរហស្សនាមថាគឺជា Hunter ដែលអន់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោកយើងហ្នឹងឲ្យតែចេញពី dungeon គឺត្រូវរបួសត្រូវអីរហូតចឹងគេភាគច្រើនចាប់ដៃគូ Jinwoo នឹងជាមួយនឹង Lee Joo-hee គឺជា B rank healer ម្នាក់ដែលមានសមត្ថភាពខ្លាំងក្នុងការ heal Hunter ណាដែលត្រូវរបួសហើយគណៈពេលនេះដែរគឺ Hunter ទាំងអស់គ្នានឹងកំពុងតែប្រមូលផ្ដុំគ្នាដើម្បីត្រៀមខ្លួនក្នុងការចូលទៅកាន់ dungeon មួយដែលផលឡើងនៅជិតការដ្ឋានសាងសង់មួយនៅពេលដែលគេប្រមូលផ្ដុំគ្នាហ្នឹងយើងក៏បានស្គាល់តួអង្គម្នាក់នេះគាត់មានឈ្មោះថា Song Ji-yoon គាត់នេះហើយគឺជាមេក្រុមដែលត្រូវដឹកនាំអ្នកទាំងអស់គ្នាចូលទៅក្នុង dungeon ដើម្បីបំពេញបេសកកម្មហ្នឹងបន្ទាប់មកលោក Song ក៏បានដឹកនាំអ្នកទាំងអស់គ្នាចូលទៅក្នុង dungeon ហ្នឹងដើម្បីធ្វើការកម្ចាត់បិសាចឈ្មោះរបស់យើងហ្នឹងបានសម្លាប់កូនបិសាចមួយហើយឬបាននៅដុំ Mana Crystal មួយប៉ុន្តែគេក៏បានរងរបួសដោយសារតែកូនបិសាចមួយបានវាយឆ្នោតហើយក៏ត្រូវបានជួយសង្គ្រោះនិង heal ដោយយើងឃើញថាក្រុមរបស់លោកសហ្នឹងគឺបានសម្លាប់មេរបស់បិសាចនៅក្នុង dungeon នេះហើយប៉ុន្តែពួកគេបែរជាបាននៅ Mana Crystal ដែលមានតម្លៃថោកជាទីបំផុតហើយជាទូទៅគឺនៅពេលដែលសម្លាប់មេរបស់ dungeon ហ្នឹងហើយគឺបានវត្ថុមានតម្លៃជាច្រើនហើយគ្រប់គ្នាហ្នឹងក៏ចាប់ដើមឆ្ងល់អញ្ចឹងទៅប៉ុន្តែមកសន្ទុះក្រោយមកក៏មានបុរសម្នាក់នៅក្នុងក្រុមហ្នឹងគឺបានប្រទះឃើញនៅរូងភ្នំមួយហើយក៏រាយការណ៍ប្រាប់ទៅលោកប្រធានក្រុមលោកសុងក៏បានដឹងយ៉ាងច្បាស់ថានេះហើយប្រកាសជា double dungeon ហើយគាត់ក៏បាននិយាយថាជាទូទៅនៅពេលដែលជួបហេតុភេទចម្លែកបែបនេះគួរតែរាយការណ៍ប្រាប់ទៅកាន់ Hunter Association ប៉ុន្តែដែលហេតុថាពួកគេទទួលបាននៅ Mana Crystal ដែលមានតម្លៃតិចមានអ្នកខ្លះហ្នឹងក៏ចង់ទៅអ្នកខ្លះក៏អត់ចង់ទៅហើយលោកសងហ្នឹងក៏ចាប់តាមគិតហើយធ្វើការ vote ដើម្បីសម្រេចចិត្តចុងក្រោយថាគួរទៅឬក៏អត់លទ្ធផល vote ហ្នឹងគឺ6-6 Jinwoo ហ្នឹងគឺជាអ្នកចុងក្រោយដែលត្រូវសម្រេចថាគួរទៅឬក៏អត់ដោយសារគេជាអ្នក vote ចុងក្រោយគេហើយហេតុថាគេនៅមានប្អូនស្រីដែលនៅរៀនហើយម្ដាយឈឺនៅពេទ្យអញ្ចឹងទៅដើម្បីរកចំណូល Jinwoo ក៏សម្រេចចិត្តថាគេនឹងចូលទៅកាន់ dungeon ហ្នឹងនៅពេលដែលពួកគេបានមកដល់ dungeon ទី2ហ្នឹងគឺពួកគេបានឃើញខ្លោងទ្វារដ៏ធំហើយចម្លែកមួយនៅពេលនេះហើយដែលពួកគេបានបើកទ្វារចូលទៅក្នុងបន្ទប់មួយហ្នឹងដោយមិនដឹងខ្លួនថានេះគឺជាពេលដែលពួកគេចូលទៅក្នុងទីនោះហើយក៏មិនអាចមានថ្ងៃត្រឡប់វិលវិញបានទេទ្វារក៏បានបើកភ្លើងនៅក្នុងបន្ទប់ហ្នឹងក៏ចាប់ផ្ដើមបន្លឺឡើងម្ដងបន្តិចរហូតដល់ភ្លឺពេញបន្ទប់ហ្នឹងនៅពេលដែលពួកគេបានចូលទៅគឺពួកគេប្រទះឃើញនៅរូបចម្លាក់ធំចម្លែកជាច្រើនហើយនៅក្នុងចំណោមរូបចម្លាក់ទាំងអស់នោះគឺមានរូបចម្លាក់មួយដែលធំជាងគេហើយដូចជាមេនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងនៅពេលដែលចូលទៅដល់ទីនោះជូហ៊ីក៏ចាប់ផ្ដើមមានអារម្មណ៍មិនល្អហើយក៏ប្រាប់ជីនវូថាគេមានអារម្មណ៍ថារូបចម្លាក់ដ៏ធំមួយនោះគឺកំពុងតែកលេចមើលគេក្នុងរយៈពេលមួយរំពេចទ្វារក៏បានបិទលឺសូរទៅក្រឹបហើយក៏មាន Hunter ម្នាក់ដើររអ៊ូរទាំនៅពេលដែល Hunter នោះដើរទៅដល់ទ្វារមិនបានប្រមាណផងរូបចម្លាក់ដ៏ធំនោះក៏បានយកអាវុធរបស់គេវាយសម្ដៅទៅលើ Hunter ម្នាក់នោះស្លាប់មួយរំពេចនៅពេលនោះហើយដែល Jinwoo បានគិតនៅក្នុងចិត្តថាតើនេះមែនទេគឺជាចន្ទបញ្ចុះរបស់ខ្ញុំតើខ្ញុំនឹងត្រូវស្លាប់នៅទីនេះមែនទេពីរឿងនោះ Jinwoo ក៏បានស្រែកប្រាប់អ្នកទាំងអស់គ្នាថាឲ្យក្រោកចុះគឺដោយសារតែរូបចម្លាក់ដ៏ធំនោះគឺបានបាញ់កាំរស្មីចេញពីភ្នែករបស់គេសម្ដៅទៅលើ Hunter ទាំងអស់នោះហើយពន្លឺកាំរស្មីដែលមានកម្ដៅរសាយក្ដៅនិងសន្ធឹកមហិមាបានធ្វើឲ្យអ្នកទាំងអស់គ្នានឹងយល់ច្បាស់អំពី
ភាពវិនិច្ឆ័យហន្តរាយដែលអ្នកទាំងអស់គ្នាអាចជួបប្រទះនៅពេលខាងមុខនេះពួកគេបានដឹងយ៉ាងច្បាស់ថាពួកគេបានឈានជើងចូលទៅក្នុងរដូវមរណៈមួយដែលគ្មានថ្ងៃអាចត្រឡប់មកវិញបានឡើយភ្លាមៗនោះ Hunter ទាំងអស់គ្នានោះគឺបាក់ស្បាតខ្លាំងមែនទែនហើយចំណែកឯ Jinwoo តួអង្គឯករបស់យើងវិញនៅពេលដែលគេបានកលែកមើលទៅកាន់ Johee ហ្នឹងក៏ឃើញ Johee ដេកស្ដុកស្ដឹងនៅលើដីទាំងភាពភ័យខ្លាចភ្លាមនោះ Jinwoo ក៏បានចាប់អារម្មណ៍ថាលោកសងហ្នឹងគឺបានបាត់បង់ដៃមួយចំហៀងរបស់គាត់ហើយឃើញបែបនោះហើយ Jinwoo របស់យើងហ្នឹងក៏ចាប់ផ្ដើមទៅរុំរបួសឲ្យលោកសងដោយសារតែ Johee ហ្នឹងគឺអត់អាចហៀលឲ្យលោកសងបានទេខណៈពេលនោះដែរក៏លោកសងបាននិយាយទៅកាន់ Jinwoo ថាតាមបទពិសោធន៍របស់លោកសងដែលធ្លាប់ចូលទៅកាន់ B Rank Dungeon ពួករូតចម្លាក់ទាំងអស់នេះគឺមាន level សិតតែខ្ពស់ថាមិនត្រូវហ្នឹងគឺ A rank ហើយអាចទៅដល់ S rank ទៀតផងសងហ្នឹងក៏បានចាំហើយនិយាយបទបញ្ញត្តិទាំង3នៅក្នុងសិលាចារឹកហ្នឹងប្រាប់ទៅកាន់ Jinwoo ទី1ហ្នឹងគឺគោរពព្រះទី2គឺលើកសរសើរព្រះហើយទី3នេះគឺបង្ហាញពីភាពស្មោះត្រង់របស់យើងនឹងទៅកាន់ព្រះប៉ុន្តែស្រាប់តែមាន Hunter ម្នាក់ដែលប្រូនឹងមានជំនឿទុកចិត្តទៅលើ speed របស់គាត់ថាគាត់នឹងប្រើប្រាស់ល្បឿនរបស់គាត់ក្នុងការរត់គេចសម្ដៅទៅលើទ្វារជាអកុសលមួយរំពេចក្រោយមកខ្លួនគាត់ទាំងអស់ហ្នឹងក៏ប្រែក្លាយទៅជាផេះសល់តែជើងមកគូទេអ្នកនរគ្នាក្នុងកលៈទេសៈដ៏តានតឹងនោះសំណួរមួយក៏ចាប់ផ្ដើមផុសឡើងនៅក្នុងក្បាលរបស់ Jinwoo បានឆ្ងល់ថាហេតុអីបានជារូបចម្លាក់ទាំងអស់ហ្នឹងមិនវាយប្រហារទៅលើពួកគេប៉ុន្តែវាយប្រហារចំពោះតែអ្នកណាដែលព្យាយាមរត់គេច Jinwoo ក៏បាននឹកឃើញទៅដល់បទបញ្ញត្តិទាំង3ដែលលោកសុងបានប្រាប់គេអំបញ្ញមិញនេះភ្លាមនោះ Jinwoo របស់យើងហ្នឹងក៏ចាប់ផ្ដើមងើបឡើងហើយដើរសម្ដៅទៅកាន់ព្រះដែលចាត់ទុកថាជាមេហ្នឹងភ្លាមហ្នឹងរូបសំណាកដែលធំជាងគេហ្នឹងក៏ចាប់ផ្ដើមបញ្ចេញកាំរស្មីពីភ្នែករបស់វាហើយ Jinwoo ឃើញអញ្ចឹងក៏ភ័យខ្លាំងមែនទែនក៏ក្រោកចុះនៅពេលដែលគេក្រោកចុះរូបសំណាកដ៏ធំហ្នឹងគឺលែងធ្វើការវាយប្រហារទៅលើ Jinwoo ទេហើយអញ្ចឹង Jinwoo គិតឃើញថានៅពេលដែលយើងអោនក្បាលក្រោកកម្ពស់ណាមួយអញ្ចឹងរូបសំណាកទាំងអស់ហ្នឹងមិនធ្វើការវាយប្រហារទៅលើពួកគេទៀតទេគិតឃើញអញ្ចឹងហើយមិនចាំយូរ Jinwoo ហ្នឹងក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាឲ្យលុតជង្គង់ទៅកាន់រូបចម្លាក់ដ៏ធំនោះហើយអ្នកទាំងអស់គ្នាហ្នឹងក៏អត់មានជំរឿក៏ធ្វើតាម Jinwoo ទៅពេលនោះគឺពួកគេក៏បានទៅលុតជង្គង់គោរពព្រះហ្នឹងមែនហើយនៅពេលហ្នឹងដែរអ្នកទាំងអស់គ្នាគឺបានលេចឡើងនៅ meme iconic ខ្លាំងមែនទែននៅក្នុងប្រវត្តិសាស្ត្ររបស់ anime និង manga ហ្នឹងរូបនេះអ្នកទាំងអស់គ្នាចាំខ្ញុំដាក់នៅលើ screen ហ្នឹងនៅពេលដែលពួកគេបានគោរពទៅកាន់ព្រះហ្នឹងហើយឥរិយាបថរបស់រូបចម្លាក់ហ្នឹងក៏ចាប់ផ្ដើមផ្លាស់ប្ដូរពេលនោះរូបចម្លាក់ដ៏ធំនោះបានបញ្ចេញសកម្មភាពមួយដ៏គួរឲ្យខ្លាចគឺថារូបចម្លាក់ដ៏ធំហ្នឹងបានហាមាត់ហើយញញឹមស្ញែងសភ្លឺចែងចាំងមកពួកអីតំប្រើខកេតហើយពេលនោះរូបចម្លាក់ក៏បានងើបឈរឡើងជាមួយនឹងស្នាមញញឹមដែលស្រស់ស្អាតជាទីបំផុតដើរសម្ដៅទៅកាន់អ្នកទាំងអស់គ្នាហើយនៅពេលហ្នឹងដែរក៏អ្នកទាំងអស់គ្នាហ្នឹងបានគិតទៅដល់បទបញ្ញត្តិទី2តែបទបញ្ញត្តិទី2ហ្នឹងគឺការកោតសរសើរព្រះក៏ស្រាប់តែមាន Hunter ម្នាក់ហ្នឹងដែលអះអាងខ្លួនឯងថាយល់ដឹងអំពីសាសនាបានគួរសមដែរក៏បានបង្ហាញខ្លួនដើម្បីមកកោតសរសើរព្រះហ្នឹងហើយ Hunter ម្នាក់នោះក៏ចាប់ដើមសូត្រកោតសរសើរព្រះហ្នឹងបែកអូហូស្ទឹងចឹងទៅខណៈពេលដែល Hunter ហ្នឹងកំពុងតែបួងសួងកោតសរសើរព្រះហ្នឹងរូបចម្លាក់ហ្នឹងក៏ចេះដើរមកចឹងទៅហើយ Jinwoo យើងហ្នឹងក៏បានគិតក្នុងចិត្តថាប្រូកោតសរសើរខុសព្រះហើយប្រូ Hunter ម្នាក់ហ្នឹងក៏ត្រូវបានរូបចម្លាក់ហ្នឹងជាប់អ្នកទាំងអស់គ្នាក៏ចាប់ដើមភ័យហើយហូរចែកជើងគ្នាមាន Hunter ស្រីម្នាក់ស្ថិតក្នុងភាពភ័យខ្លាចពេកក៏ទៅមកលេងរួចក៏ត្រូវបានរូបចម្លាក់ហ្នឹងជាន់ស្លាប់ដូចគ្នាហើយប្រផាតនេះវិញក៏ចឹងដែររត់ទៅកាន់រូបចម្លាក់ដែលមានអាវុធពេលនោះក៏គេបាននឹកឃើញនៅគ្រួសារគេថាគេចង់រើផ្ទះប៉ុន្តែមកយូរប្រហែលរូបចម្លាក់ដែលមានអាវុធហ្នឹងក៏ចាប់ផ្ដើមលើកអាវុធពុះ Hunter ហ្នឹងដាច់ខ្លួនជាពីរនៅពេលដែល Jinwoo កំពុងតែរត់ហ្នឹងគេក៏បានកត់សម្គាល់ឃើញថាចម្លាក់ទាំងអស់ហ្នឹងគឺសុទ្ធតែខុសៗគ្នារូបចម្លាក់ខ្លះមានកាន់អាវុធចម្លាក់ខ្លះមានកាន់ឧបករណ៍តន្ត្រីហើយ Jinwoo ហ្នឹងក៏បានគិតឃើញថារហដងឲ្យតែពេលគេលេងភ្លេងដើម្បីកោតសរសើរព្រះគឺតែងតែមានតន្ត្រីអមជាមួយឯងចឹង Jinwoo ក៏បានប្រាប់អ្នកទាំងអស់គ្នាឲ្យរត់ទៅកាន់រូបចម្លាក់ដែលមានឧបករណ៍តន្ត្រីហ្នឹងនៅពេលដែលរត់ទៅដល់រូបចម្លាក់ដែលមានឧបករណ៍ភ្លេងហ្នឹងគឺភ្លេងក៏ចាប់ផ្ដើមបន្លឺឡើងប៉ុន្តែប្លែកត្រង់ថានៅពេលដែលមាន Hunter 2នាក់ទៅឈរពីមុខរូបចម្លាក់ហ្នឹងភ្លេងគឺវាអត់លេងទេ Jinwoo ក៏សុកចិត្តលះបង់ខ្លួនឯងឲ្យJoheeនៅកន្លែងដែលមានឧបករណ៍ហ្នឹងខ្លួនឯងក៏រត់ទៅកាន់រូបចម្លាក់ផ្សេងដែលមានឧបករណ៍ផ្សេងទៀតចឹងទៅហើយពេលនោះគេក៏បានរកឃើញនៅរូបចម្លាក់មួយដែលមានភ្លេងចឹងទៅគេក៏បានរត់សម្ដៅទៅទីនោះប៉ុន្តែក៏ត្រូវបានរូបចម្លាក់មួយទៀតហ្នឹងគឺវាយប្រហារហើយធ្វើឲ្យគេដាច់ជើងម្ខាងជាសំណាងគេក៏បានទៅដល់រូបចម្លាក់ដែលមានភ្លេងហ្នឹងភ្លេងដ៏ពីរោះកំពុងតែបានប្រគំនិងបន្លឺឡើងសម្រាប់ធ្វើការកោតសរសើរព្រះចម្លាក់ទាំងអស់នោះក៏បានស្ងប់ចិត្តហើយនឹងដើរទៅកាន់កន្លែងរបស់គេអង្គុយវិញអ្នកទាំងអស់គ្នាហ្នឹងក៏បានប្រកែកគ្នាថាអត់គួរមកហ្នឹងទេគឺវាគ្រោះថ្នាក់ខ្លាំងមែនទែនប៉ុន្តែលោកសងហ្នឹងក៏គាត់បាននិយាយថាក្នុងនាមគាត់គឺជាមេក្រុមគាត់នឹងទទួលខុសត្រូវទាំងអស់
អត់ទាន់ចប់ទេអ្នកទាំងអស់គ្នានៅសល់មួយបទបញ្ញត្តិទៀតភ្លាមនោះក៏ស្រាប់តែមានដុំមូលមួយយ៉ាងផុសចេញពីដីហើយជីនបូក៏បាននិយាយថាវាប្រៀបដូចជាកន្លែងសម្រាប់បូជាយ័ន្តដោយសារតែបទបញ្ញត្តិទី3នេះបាននិយាយថាបង្ហាញពីសេចក្តីជំនឿជឿជាក់របស់អ្នកទៅកាន់ព្រះលោកសុងដែលជាប្រធានក្រុមហ្នឹងគាត់ក៏បានស្ម័គ្រចិត្តក្នុងការចូលទៅកាន់ទីនោះនៅពេលដែលគាត់ដើរទៅដល់កន្លែងហ្នឹងយើងឃើញថាមានភ្លើងមួយភ្លឺឡើងហើយជីនវូក៏បានសុំឲ្យ Hunter ពីរនាក់ទៀតគ្រាគាត់ទៅកន្លែងហ្នឹងនៅពេលដែលជីនវូទៅដល់គឺមានភ្លើង3ទៀតអនបន្លឺឡើងសរុបទាំងអស់គឺមាន4ជីនវូក៏បានសុំឲ្យ Hunter យើងពីរនាក់ទៀតដែលជាជូហ៊ីនិងលោកគីមដើម្បីមកឈរនៅកន្លែងហ្នឹងដែរដើម្បីមកគ្រប់ភ្លើងទាំងអស់នៅពេលដែល Hunter ទាំងអស់បានមកទីនោះគ្រប់គ្នាហើយភ្លើងក៏បានភ្លឺគ្រប់ហើយបន្ថែមពីលើហ្នឹងទៀតគឺមានភ្លើងពណ៌ខៀវព័ទ្ធជុំវិញនឹងមួយតង់ទៀតស្រាប់តែទ្វារដែលពួកគេបានចូលមកហ្នឹងក៏បានបើកដែលអ្នកទាំងអស់គ្នាហ្នឹងគិតថាវាអាចជាអន្ទាក់កំពុងតែគិតសោកហ្នឹងក៏រូបចម្លាក់ទាំងអស់ហ្នឹងក៏ចាប់ផ្ដើមដើរសម្ដៅទៅកាន់ពួកគេហើយជីនវូក៏បានប្រាប់អ្នកទាំងអស់គ្នាថាឲ្យមើលឲ្យចំភ្នែករបស់វាអញ្ចឹងវាលែងដើរមកទៀតហើយ Hunter ម្នាក់នេះគឺមើលអត់បានយូរប្រហែលផងក៏ភ័យហើយក៏រត់ទៅកាន់ខ្លោងទ្វារនោះទៅប៉ុន្តែគឺគ្មានរឿងអីកើតឡើងទេហើយអ្នកនរគ្នានឹងក៏បានភ្ញាក់ផ្អើលជាខ្លាំងម្នាក់ហ្នឹងក៏មានកំណត់ចង់រត់ទៅកាន់ខ្លោងទ្វារនឹងដែរហើយ Hunter ប្រុសមួយទៀតហ្នឹងក៏បានហូតចោលជួរដែរគឺអាត្មាយំមែនទែនជីនវូក៏បានសូមអ្នកទាំងអស់គ្នាកុំឲ្យចាក់ចេញពីកន្លែងហ្នឹងទៀតអីដោយសូមឲ្យអ្នកទាំងអស់គ្នាហ្នឹងសម្លឹងមើលទៅកាន់រូបចម្លាក់ទាំងអស់ហ្នឹងពួកអីពលឺពណ៌ខៀវហ្នឹងវាប្រៀបដូចជាថែមើលសម្រាប់កំណត់ពេលអញ្ចឹងតើអស់អាភ្លើងពណ៌ខៀវហ្នឹងពួកគេអាចចេញពី dungeon ហ្នឹងបានហើយភ្លាមនោះ Hunter ម្នាក់ដែលឈ្មោះថាលោកគីមគាត់ក៏បាននិយាយទៅកាន់ជីនវូថាគាត់អរគុណជីនវូហើយទោះបីជាជីនវូហ្នឹង rank E ទូជាងណាក៏ដោយក៏ជីនវូហ្នឹងជួយឲ្យគាត់រស់មកដល់ឥឡូវហ្នឹងហើយគាត់ថាគាត់អាចនៅបានទៀតទេគាត់មានគ្រួសារនៅផ្ទះបន្ទាប់មកក៏គាត់រត់ចាក់ចេញពីកន្លែងហ្នឹងមួយទៀតទៅឥឡូវហ្នឹងសល់តែ3នាក់ជីនវូជូហ៊ីហើយនិងលោកសុងទេហើយជីនវូក៏បានប្រាប់លោកសុងថាឲ្យនាំជូហ៊ីហ្នឹងចេញពីទីនេះទៅដោយសារតែគេដាច់ជើងគេធ្វើដំណើរទៅណាមិនរួចទេសុងហ្នឹងក៏បានយកព្រមទៅតាមសំណើរបស់ជីនវូហើយក៏ចាក់ចេញពីទីនោះជាមួយជូហ៊ីដោយសុវត្ថិភាពប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជីនវូយើងហ្នឹងអត់ចោលចាញ់ទេដោយគេបានចាប់យកដាវនៅចិត្តខ្លួនរបស់គេដើម្បីធ្វើការតតាំងទៅលើស្រុកសំណាក់ទាំងអស់ហ្នឹងប៉ុន្តែទោះបីជាខំប្រឹងយ៉ាងណាក៏ដោយវាប្រៀបបានដូចជាយកពងមន់ទៅជល់នឹងថ្មអញ្ចឹងជីនវូក៏ត្រូវបានគេកាប់ដាច់ជាកំណាត់ម្ដងតិចភាពបានដូចថៃលើឈុនអញ្ចឹងអ្នកនរគ្នាអើយរូបចម្លាក់ទាំងអស់ហ្នឹងក៏បានបន្តវាបហាទៅលើជីនវូរហូតដល់មួយដាវចុងក្រោយជីនវូដេកនៅក្នុងថ្លុកឈាមនៅលើទីសក្ការៈសម្រាប់បូជាយ៉ាងហ្នឹងនៅពេលនោះដែរជីនវូក៏បានគិតមិនយល់ថាហេតុអីបានជាមនុស្សទុនខ្សោយប៉ុន្តែស្មោះត្រង់ដូចជាគេបែរទៅជាជួបនៅចុងក្រោយបែបនេះហើយមនុស្សដែលអាត្មានិយមនឹងគិតតែផលប្រយោជន៍ខ្លួនឯងបើជាបានសុខសាន្តទៅវិញដូចជា Hunter ម្នាក់ហ្នឹងដែលបបង់គេចោលអញ្ចឹងហើយ Jinwoo ក៏បានគិតក្នុងចិត្តទៀតថាគេមិនចង់ស្លាប់ទេបើសិនជាមានឱកាសម្ដងទៀតគេចង់មានជីវិតមួយរស់រានឲ្យល្អជាងនេះនៅពេលនោះរូបចម្លាក់ក៏បានត្រៀមនឹងដាក់ Jinwoo មួយដៃចុងក្រោយហើយស្របពេលគ្នានឹងដែរភ្លើងពណ៌ខៀវហ្នឹងក៏បានរលត់ធ្វើឲ្យរឿងចម្លែកមួយបានកើតឡើងយើងឃើញថាមានផ្ទាំងពណ៌ខៀវមួយក៏បានលើកឡើងហើយក៏មានន័យថា courage of the weak success មានន័យថាបេសកកម្មជោគជ័យនៅក្នុងសារនោះក៏បានបង្ហាញឲ្យឃើញថាអ្នកគ្រប់លក្ខខណ្ឌទាំងអស់ដើម្បីក្លាយជា player ហើយតើអ្នកព្រមទទួលយកវាទេបើសិនជាអ្នកមិនយល់ព្រមនឹងសំណើនេះទេបេះដូងរបស់អ្នកនឹងចូលដំណើរការក្នុងរយៈពេល 0.02 second អូខេអ្នកទាំងអស់គ្នាហ្នឹងហើយវីដេអូរបស់យើងបានចប់តាមហ្នឹងហើយអ្នកទាំងអស់គ្នាមានអារម្មណ៍មិនដែរគឺថា admin នៅពេលដែលអាននៅនឹងដំបូងហ្នឹងគឺញាក់សាច់ហើយយើងរងចាំមើលថាមានអីកើតឡើងទៀតនៅ episode បន្ទាប់អញ្ចឹងពីខ្ញុំបាទ Toby បាយបាយអ្នកទាំងអស់គ្នា